បងប្អូនអរគ្នាអើយកាខ្ញុំទឹកខ្មែរហ្នឹងនេះបងស្រីខ្ញុំមួយម្ដាយខ្ញុំគាត់បានវិចនំសមមានតាំងពីស្នូជ្រូកមានតាំងពីស្នូចេកក៏ប៉ុន្តែអ្វីដែលសំខាន់គឺខ្ញុំញ៉ាំអត់បានដោយសារតែពេលហ្នឹងគឺខ្ញុំកាត់នេះបងប្អូនអរគ្នាគេឲ្យតណាអត់អាចញ៉ាំបាយតាណាឬក៏ញ៉ាំប្រភេទដែលមានជាតិខ្ទិះក៏ដូចជាសាច់មាន់សាច់គោអីហ្នឹងគឺញ៉ាំអត់បានទេញ៉ាំបានតែសាច់ជ្រូកហើយបន្លែដែរអត់អាចញ៉ាំបានគឺច្រើនមែនតើតែខ្ញុំឃើញហើយខ្ញុំពិតជាចង់ញ៉ាំមែនតើបងប្អូនជាពិសេសគឺដល់ស្រុកខ្មែរគឺឃ្លីមែនតើនេះគឺក្មួយស្រីរបស់ខ្ញុំចាគាត់ធំហើយបងប្អូនអរគ្នាគាត់ជូតស្លឹកចេកខ្ញុំនេះគ្រាន់ណាទៅថតទេខ្ញុំអត់បានជួយបងប្អូនអរគ្នាហើយខ្ញុំអត់ចេះវិចនំទេបងប្អូនអើយដោយសារតែមិនមែនថាអត់ចេះរៀនហើយអត់ចេះគឺខ្ញុំអត់បានរៀនបើសិនបើខ្ញុំរៀនគឺខ្ញុំអាចចេះដែរអញ្ចឹងណាបងប្អូនអរគ្នានេះខ្ញុំឃើញម្ដាយខ្ញុំក៏កំពុងតែវិចនំខេងត្រង់មែនតើហើយអ្វីដែលសំខាន់លឹកចេកក៏បងប្អូនអរគ្នានៅភ្នំពេញត្រូវតែទិញទៀតមិនមែនដូចនៅស្រុកស្រែយើងមានដើមចេកយើងទៅកាត់ស្លឹកចេកក្រោយផ្ទះអត់ទេណាបងប្អូនទៅទិញស្លឹកចេកគេនៅផ្សារទៀតបានមានចឹងមិនថានៅស្រុកពេញស្អីក៏ទិញគេដែរបងប្អូនទាំងអស់គ្នាសំបីចេកយើងនៅស្រុកស្រែស្រុកចំការក៏មានដើមចេកមានអីអញ្ចឹងទៅតែនៅស្រុកពេញអត់ទេត្រូវតែទិញក៏តែយើងធ្វើការធ្វើអីទៅបានពាក់ខែអញ្ចឹងដូចគ្នាអញ្ចឹងស្រុកខ្សែគឺមួយយ៉ាងដែរនេះដាក់ស្ងោរឲ្យបងប្អូនក៏ប៉ុន្តែវាអត់ទាន់អស់ទេដាក់ស្ងោរបានតែប៉ុណ្្នឹងឯងសូម្បីតែពេលញ៉ាំក៏ខ្ញុំអត់បានថតដែរបងប្អូនទាំងអស់គ្នាថាមួយឆ្នាំងធំនឹងគឺពេញបឹក